ជំងឺរលាកត្រចៀកខាងក្នុងគឺជាជំងឺដែលចេញពីការរលាកនៅតំបន់ណាមួយនៃត្រចៀកខាងក្នុងរបស់លោកអ្នកជំងឺនេះបណ្ដាលមកពីមូលហេតុជាច្រើនដែលនៅក្នុងនោះគឺមានមូលហេតុ3ដែលជួបជាញឹកញាប់គឺជំងឺរលាកត្រចៀកផ្នែកកណ្ដាលរ៉ាំរ៉ៃឬក៏ហៅថាជំងឺអំបៅអំបែកដែលមានពីរប្រភេទគឺជំងឺអំបៅអំបែកស្លូតនិងជំងឺអំបៅអំបែកកាចហើយជំងឺមហារីកក្នុងត្រចៀកឬមានដុំសាច់នៅក្នុងត្រចៀកខាងក្នុងហើយនឹងការប៉ះទង្គិចមកលើក្បាលឬគ្រោះថ្នាក់ត្រង់ត្រចៀកឬក៏បណ្ដាលមកពីការវះកាត់ដោយមិនប្រយ័ត្នឬក៏ដល់សម្បកត្រចៀកខាងក្នុងអញ្ចឹងរោគសញ្ញាជាក់ស្ដែងនៅរោគសញ្ញាមានដូចខាងក្រោមទី1វិលមុខទី2ក្របភ្នែកជ្រេទៅម្ខាងឯងគឺទៅខាងដែលរលាកទី3ចង្អោរនិងក្អួតជាដើមក្រៅពីនេះគឺមានការថយចុះនៅការស្ដាប់ផងដែរកត្តាដែលយើងត្រូវការពារដើម្បីការពារពីការកើតឡើងនៃជំងឺរលាកត្រចៀកខាងក្នុងត្រូវការពារមូលហេតុនៃជំងឺនេះពោលគឺទី1ការការពារកុំឲ្យកើតនៅជំងឺអំបៅអំបែកនៅក្នុងត្រចៀកទី2ពាក់មួកសុវត្ថិភាពដើម្បីការពារកុំឲ្យប៉ះទង្គិចនៅត្រង់ក្បាលជាពិសេសនៅតំបន់ត្រចៀកម្យ៉ាងទៀតគ្រូពេទ្យវះកាត់ត្រង់ត្រចៀកត្រូវប្រុងប្រយ័ត្ននិងជៀសវាងប៉ះពាល់ទៅដល់ត្រចៀកខាងក្នុង